ខុងជឿមន្ត្រីមានសមត្ថភាពតែគ្មានគុណធម៌ជាមន្ត្រីគ្រោះថ្នាក់ក្សត្រអាយកងទ្រង់មានបន្ទូលសួរខុងជឿអំពីវិធីប្រើមនុស្សខុងជឿក្រាបទូលថាសូមឲ្យតែងតាំងដំឡើងបុណ្យស័ក្តិឲ្យសមរម្យទៅតាមសមត្ថភាពប្រយ័ត្នមនុស្សអន់ចរិតមាត់ពូកែចូលចិត្តអួតអាងពូកែនិយាយបំប៉ោងនិយាយប៉ប៉ាច់ប៉ប៉ោចលោភលន់មិនចេះស្កប់ស្កល់ពួកមនុស្សទាំងនេះនិយាយបានពីរោះស្ដាប់ណាស់ប៉ុន្តែចរិតពិតរបស់គេគឺជាមនុស្សធន់អន់អាត្មានិយមចូលចិត្តបង្កឲ្យមានការបែកបាក់ចលាចលនោះឯងមនុស្សនិយាយច្រើនចូលចិត្តអួតអាងគឺជាមនុស្សកម្រិតទាបមានគំនិតកេងប្រវ័ញ្ចបន្លែបន្លំឥតរើសមុខខុងជឿបន្តថាដងធ្នូត្រូវមើលក្រយើសាច់ឈើថាត្រង់ឬវាជាមុនចាំមើលពីភាពរឹងមាំតាមក្រោយអាជាណេឲ្យត្រូវមើលអំពីការផ្សាំងជាមុនថាតើវាសាំងដល់កម្រិតណារួចចាំមើលពីភាពសង្ហានិងកម្លាំងរបស់វារីឯនាម៉ឺនមន្ត្រីត្រូវមើលពីគុណធម៌និងការប្រព្រឹត្តជាមុនរួចចាំពិនិត្យអំពីសមត្ថភាពតាមក្រោយមនុស្សគ្មានគុណធម៌មានតែសមត្ថភាពច្រើនតែជាមនុស្សដែលគ្រោះថ្នាក់បំផុតមិនខុសពីឆ្កែព្រៃឬជាឆ្កែចកនោះទេចូលគុំជ្រើសរើសមកប្រើជាដាច់ខាត